តាមផ្ញើរបស់មេដឹកនាំវៀតណាមខ្ញុំគិតថាជារឿងត្រឹមត្រូវមួយដែលថ្នាក់ដឹកនាំរបស់ប្រទេសមួយគេតែងខ្វល់ខ្វាយអំពីប្រជាជនរបស់គេដែលរស់នៅបរទេសក៏ប៉ុន្តែអ្វីដែលជាចំណុចដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនមិនសូវសប្បាយចិត្តនោះដោយសារតែការផ្ដាំផ្ញើនោះវាច្រើនដងពេកគ្រប់ទីកន្លែងពេកហើយគ្រប់កម្រិតនៃជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជានិងថ្នាក់ដឹកនាំនៃប្រទេសវៀតណាមលោកបណ្ឌិតកិនភៀមានយោបល់បន្តខ្ញុំគិតថាប្រសិនបើវៀតណាមពិតជាទទួលស្គាល់ថាមានជនជាតិរបស់ខ្លួនរស់នៅលើទឹកដីកម្ពុជាស្របច្បាប់ក្តីមិនស្របច្បាប់ក្តីអ្វីដែលវៀតណាមគួរធ្វើខ្ញុំគិតថាគួរតែរៀបចំធ្វើផែនការមាតុភូមិនិវត្តន៍នៃជនជាតិរបស់ខ្លួនដែលរស់នៅលើទឹកដីនៃប្រទេសជិតខាងឬក៏ប្រទេសដទៃទៀតជាជាងការចេះតែទទូចស្នើសុំឲ្យកម្ពុជាឲ្យរដ្ឋាភិបាលកម្ពុជាឲ្យថ្នាក់ដឹកនាំកម្ពុជាបង្កភាពងាយស្រួលនិងមើលថែជនជាតិរបស់ខ្លួននៅលើទឹកដីបរទេសនោះគឺវាបង្ហាញនូវភាពថ្លៃថ្នូររបស់វៀតណាមផងហើយក៏ធ្វើឲ្យទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរប្រទេសទាំង3ហ្នឹងឲ្យវាមានភាពល្អប្រសើរដោយឈលលើគោលការណ៍គោរពនៅអធិបតេយ្យឯករាជ្យបូរណភាពទឹកដីនិងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមកថាការជួបគ្នាជារឿងល្អវាមិនបង្កើតហានិភ័យអ្វីទេឲ្យតែការជួបគ្នានោះគឺពិភាក្សាទៅលើយុទ្ធសាស្ត្រវិធីសាស្ត្រក្នុងការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិការរវាងប្រទេសដែលនៅព្រំដែនជាប់គ្នាតែត្រូវឈរលើគោលការណ៍គោរពនៅអធិបតេយ្យឯករាជ្យនិងបូរណភាពទឹកដីរបស់ផងគ្នាទៅវិញទៅមកគោរពនៅផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិនីមួយៗជៀសវាងការជួបដែលពិភាក្សាដែលមានលក្ខណៈជាការបង្កើតនៅគំនាបណាមួយឬក៏ការពិភាក្សាដែលមានប្រទេសមួយតាំងខ្លួនជាបងធំអាហ្នឹងគឺទៅមានគ្រោះថ្នាក់តែប្រសិនបើជជែកគ្នាដោយស្មើមុខនិងស្មើសិទ្ធិខ្ញុំគិតថាវាជារឿងល្អទៅវិញទេរាល់ជំនួបខ្ញុំគិតថាទោះជាក្រៅផ្លូវការឬក៏ផ្លូវការក្តីនៅក្រៅប្រទេសគឺมันគួរមានប្រទេសណាមួយបង្កើតរូបភាពជាបងធំទេយើងត្រូវគិតគូរតាំងពីការរៀបចំតុកៅអីអង្គុយរៀបចំទង់ជាតិអីជាដើមហ្នឹងគឺត្រូវតែមានលក្ខណៈស្មើមុខស្មើសិទ្ធិកុំឲ្យមានប្រទេសមួយរូបភាពធ្វើជាបងធំអាហ្នឹងគឺជាទស្សនវិជ្ជាសង្គមជាទស្សនវិជ្ជានយោបាយសម្រាប់សាធារណជនខ្មែរខ្ញុំគិតថាគាត់អាចនឹងពិបាកទទួលនេះវាអាចបង្កើតនៅគម្លាតនៃទំនុកចិត្តរវាងប្រជាជនកម្ពុជានិងរដ្ឋាភិបាលខ្លួនឯងផងនឹងមួយលើទៀតក៏វាហាក់ដូចជាធ្វើឲ្យអ្វីដែលប្រជាពលរដ្ឋខ្មែរតែងតែមានក្នុងចិត្តដែលខ្ញុំនិយាយថាដែលដំបៅប្រវត្តិសាស្ត្រវាបានដូចជាគេយកទឹកត្រីចាក់ទៅលើស្នាមរបួសមួយដែលវាមានស្រាប់ហើយធ្វើឲ្យវាក្រហាយអញ្ចឹងវាបង្កើតឲ្យមានគំនិតមិនសប្បាយចិត្តចំពោះរដ្ឋាភិបាលវៀតណាមបង្កើតឲ្យមានគំនិតមិនសប្បាយចិត្តចំពោះជនជាតិវៀតណាមដែលរស់នៅលើទឹកដីកម្ពុជាទោះស្របច្បាប់ក្តីមិនស្របច្បាប់ក្តី